mình tôm chơi nhỉ cừuសូមអរគុណលោកគ្រូអញ្ចឹងចំណុចទី2ថាគ្រូមានសិលធម៌និងគុណធម៌ខ្ពស់ជឿមើលពាក្យថាគ្រូគឺគំរូមិនមែនគំរូតែការបង្ហាត់បង្រៀនការប្រតិបត្តិចំណេះដឹងគឺការប្រតិបត្តិចំណេះដឹងគឺយើងត្រូវការប្រតិបត្តិឲ្យសិស្សទាំងសិលធម៌ទាំងគុណធម៌ចាអញ្ចឹងគ្រូត្រូវបានគេចាត់ទុកថាជាមនុស្សដែលថ្លៃថ្នូរដែលគួរគោរពដូចខ្ញុំបាននិយាយពីខាងដើមអញ្ចឹងគ្រូចាំបាច់ណាស់ដែលត្រូវតែក្នុងខ្លួនគ្រូគឺមានជាស្រេចឈ្មោះថាគ្រូគឺមានជាស្រេចមកហើយជាមួយនឹងព្រមជាមួយនឹងសិលធម៌និងគុណធម៌នឹងចាព្រោះថាមនុស្សម្នាក់ការបង្រៀនសិស្សក៏ដូចគ្នាបើយើងបង្រៀនមេរៀនមួយគឺយើងត្រូវតែអប់រំមួយតែហើយការអប់រំសិលធម៌គុណធម៌ហ្នឹងយើងធ្វើទៅបានត្រូវតែគ្រូខ្លួនឯងមានឧទាហរណ៍ខ្ញុំចង់និយាយពីអាជីពជាគ្រូបង្រៀនអញ្ចឹងអាជីពជាគ្រូបង្រៀនគឺយើងមានក្រមសិលធម៌របស់គ្រូយើងចាមានក្រមសិលធម៌ដែលក្រមសិលធម៌ហ្នឹងគឺនិយាយទាំងអស់បើសិនជាគ្រូហ្នឹងអនុវត្តតាមក្រមសិលធម៌បាន 100% គឺគ្រូហ្នឹងគឺគ្រូអស្ចារ្យគឺល្អហ្មងចាទាំងគ្រូហ្នឹងខ្លាយទៅជាអ្នកដឹកនាំដ៏ពេញលេញតែម្ដងដែលក្រមសិលធម៌ទី1គឺការគោរពពេលវេលារបស់គ្រូយើងណាការគោរពពេលវេលាសម្លៀកបំពាក់សមរម្យចាអាកប្បកិរិយាថ្លៃថ្នូរគ្រូដើរចេញទៅណាក៏គេដឹងថាគាត់ជាគ្រូដែរសូម្បីតែការស្លៀកពាក់ចាអាកប្បកិរិយាថ្លៃថ្នូរហើយនឹងមានចំណេះដឹងទូលាយចាមានចំណេះដឹងទូលាយហើយមានវិធីសាស្ត្រក្នុងការបង្រៀនចាមានព្រហ្មវិហារធម៌គ្រូដែលសង្កត់ធ្ងន់បំផុតគឺគ្រូយើងត្រូវមានព្រហ្មវិហារធម៌ព្រហ្មវិហារធម៌ហ្នឹងគឺសំដៅទៅលើមេត្តាក្តីមេត្តាករុណាមុទិតានិងឧបេក្ខាចាហ្នឹងគឺព្រហ្មវិហារធម៌អញ្ចឹងគ្រូទាំងអស់គឺត្រូវមានព្រហ្មវិហារធម៌ទាំង4ហ្នឹងនៅក្នុងខ្លួនទើបយើងខ្លាយជាគ្រូដែលជាពិសេសគឺថាគ្រូដែលល្អគ្រូដែលមានយុត្តិធម៌មិនលំអៀងចាវាចូលនៅក្នុងមេត្តាករុណាមុទិតាហ្នឹងគឺមានការមានក្តីអាណិតអាសូរមានក្តីស្រឡាញ់យុត្តិធម៌មិនលំអៀងហើយការត្រេកអរដល់ពេលដែលសិស្សយើងបានខ្ពង់ខ្ពស់បានល្អគឺគ្រូត្រេកអរអបអរសាទរចាអញ្ចឹងនឹងគឺនិយាយពីសិលធម៌និងគុណធម៌ហើយពេលដែលគ្រូមានហើយគ្រូត្រូវតែបញ្ចេញទៅឲ្យសិស្សយើងបញ្ចេញតាមរយៈណាគឺការអប់រំជាប្រចាំតែការអប់រំជាប្រចាំហើយនឹងការធ្វើឲ្យគាត់មើលនៅពេលដែលយើងមកដល់ឧទាហរណ៍យើងគ្រូយើងត្រូវតែទៀងពេលហើយត្រូវតែមកឲ្យមុនត្រូវតែមកដល់ឲ្យទៀងពេលវេលាចុះបើសិនយើងមកក្រោយពេលវេលាយើងចូលទៅដល់អត់មានធ្វើអីអញ្ចឹងគ្រូមើលឲ្យសិស្សមើលគំរូគ្រូយើងហើយគឺមានថាគាត់ក៏មើលគំរូយើងហើយពេលដែលយើងទៅមានការឆ្លោះឆ្លោយពេលវេលាម្ដងម្កាយយើងអាចសុំទោសគាត់ដែរពីព្រោះគាត់អង្គុយចាំជើងចាអញ្ចឹងពេលវេលាគឺសំខាន់ណាស់ហើយយើងឲ្យគាត់ពេលដែលយើងចេះសុំទោសគាត់ឬក៏យើងចេះអរគុណទៅលើគាត់អីផ្សេងគាត់ក៏មើលគំរូតាមយើងគាត់ធ្វើតាមយើងហើយគូផ្សំនឹងការអប់រំជាប្រចាំរបស់យើងគឺថាកូនទាំងអស់គ្នាត្រូវមានសិលធម៌គុណធម៌នៅក្នុងខ្លួនអីអញ្ចឹងទៅមានដូចជាការគោរពដឹងគុណចាគោរពដឹងគុណឪពុកម្ដាយដឹងគុណនិយាយរួមទៅធ្វើគុណទៅលើអ្នកណាដឹងគុណទៅលើអ្នកដែលបានធ្វើអំពើល្អមកលើយើងណាទោះបីតែគុណតែបន្តិចបន្តួចក៏យើងត្រូវគិតថាវាតិចមែនប៉ុន្តែគឺវាធំធេងណាស់បើនិយាយពីគុណណាបើសិនជាយើងប្រៀបធៀបថាគាត់ឲ្យជារបស់មួយតែវាទូចទេតែសម្រាប់បើយើងនិយាយពីរឿងគុណធម៌គឺយើងត្រូវតែដឹងគុណត្រូវតែអរគុណទៅគាត់ចាដូចជាមួយទៀតគឺការបង្រៀនដែលយើងផ្ទេរទៅឲ្យគេថាបញ្ជ្រាបទៅឲ្យសិស្សយើងតាមរយៈការអប់រំជាប្រចាំរាល់ថ្ងៃផងតាមរយៈការអប់រំនៅពេលគ្រប់ទងជាតិចាពេលគ្រប់ទងជាតិរៀងរាល់ព្រឹកគឺយើងធ្វើការអប់រំទៅលើសិលធម៌និងគុណធម៌គាត់នឹងឯងថាតើគាត់ត្រូវធ្វើយ៉ាងម៉េចនិយាយជាមួយមិត្តភ័ក្តិអត់មាននិយាយពីអសុរោះទៅលើមិត្តភ័ក្តិដូចជាឬក៏បងប្អូនឬក៏ឪពុកម្ដាយអីទេគឺត្រូវប្រើពាក្យគូសំអីខ្លះដែលយើងនិយាយគឺប្រាប់គាត់ឲ្យចំតែម្ដងចាហាមប្រើពាក្យមិនគប្បីដូចជាពាក្យអញឯងអាមឹងទៅលើមិត្តភ័ក្តិនៅក្នុងថ្នាក់រៀនទេអញ្ចឹងសូមឲ្យលោកគ្រូអ្នកគ្រូទាំងអស់យកចិត្តទុកដាក់ទៅលើនឹងផងសិលធម៌សំខាន់ណាស់ពេលខ្លះខ្ញុំដឹងថាលោកគ្រូអ្នកគ្រូគាត់អប់រំឲ្យប៉ុន្តែក្មេងដូចនិយាយអញ្ចឹងឯងគឺត្រូវនិយាយជាមួយគាត់រាល់ថ្ងៃហើយពេលដែលឃើញគាត់ខុសភ្លាមយើងប្រាប់គាត់ភ្លាមថាកូនឯងធ្វើអញ្ចឹងខុសហើយកូនឯងត្រូវធ្វើគិតម្ដងទៀតធ្វើឬក៏យើងអាចបង្ហាញគាត់ទៅថាកូនត្រូវធ្វើអញ្ចឹងវិញ
ចាឲ្យវាចំចំពោះគាត់ឆាមួយទៀតនៅក្នុងសាលាខ្ញុំគឺមានការនិមន្តព្រះសង្ឃមកបង្រៀនអំពីសិលធម៌គុណធម៌នឹងដែរគឺក្នុងមួយសប្តាហ៍ម្ដងរៀងរាល់ថ្ងៃពហុចាគឺព្រះសង្ឃចូលរួមជាមួយនឹងសាលារៀនដោយដែលសាលារៀនយើងការអប់រំយើងមាន3មានភោវោសភោនោះមានន័យសំដៅទៅលើភូមិវត្តសាលារៀនអញ្ចឹងការកម្លាំងចូលរួមទាំង3នេះហើយទៅយើងបង្រៀនសិស្សមានប្រសិទ្ធភាពអញ្ចឹងព្រះសង្ឃចូលមកបង្រៀនសិលធម៌គុណធម៌ដល់សិស្សហើយក៏មិនតែប៉ុណ្ណោះបង្រៀនដល់គ្រូទៀតចាហើយមួយទៀតយើងមានការសមាធិរៀងរាល់ថ្ងៃគឺ5នាទីម្ដងមុនចេញទៅសាលារៀនគឺយើងពេលដែលសមាធិហ្នឹងយើងមានភ្លេងសមាធិគឺចាក់ទៅសិស្សលឺទាំងអស់58ថ្នាក់ក្នុងមួយពេលហ្នឹង58ថ្នាក់គឺសិស្សជាង3000នាក់គឺគាត់នៅក្នុងថ្នាក់រាំងស្ងៀមស្ងាត់គឺដាក់ដៃត្រង់ដៃស្ដាំនៅលើដៃឆ្វេងហ្នឹងផ្ងាបាត់ដៃហ្នឹងគាត់បិទភ្នែកនៅក្នុងនោះក៏គ្រូមានគ្រូគាត់នៅចាំមើលដែរស្ងាត់ជ្រាបទាំងអស់ហើយមានគ្រូម្នាក់ដែលទៅអប់រំនៅពីទីចាត់ការមកនិយាយមេគ្រូពេលខ្លះក៏លោកនាយកទៅពេលខ្លះគ្រូយើងទៅអញ្ចឹងការអប់រំរបស់យើងគឺសំដៅទៅលើសិលធម៌និងគុណធម៌នឹងឯងចាហើយមួយទៀតគឺយើងមានកម្មវិធីនៅក្នុងសាលាខ្ញុំតែមានកម្មវិធីរំលឹកគុណមេដាបេដាព្រះសង្ឃហើយនិងគ្រូបាអាចារ្យហ្នឹងឯងគ្រូបង្រៀនហ្នឹងគឺកម្មវិធីនោះគឺយើងធ្វើឲ្យដើម្បីជាទម្លាប់ឲ្យកូនសិស្សគាត់ចេះដឹងគុណដល់ឪពុកម្ដាយសំខាន់បំផុតគឺឪពុកម្ដាយហ្នឹងគឺឲ្យគាត់ចេះគេថាគោរពដឹងគុណរបៀបសំពះឪពុកម្ដាយយ៉ាងម៉េចយើងធ្វើមានកម្មវិធីរបស់យើងជារៀងរាល់ឆ្នាំចាហ្នឹងគឺការអប់រំគឺតាមរយៈហ្នឹងដែរបាទអរគុណអ្នកគ្រូដែលបានចែករំលែកពាក់ព័ន្ធនឹងរឿងគ្រូដែលមាន